មនុស្សដែលគេមានធម៌ណាដែលចិត្តរបស់គេបើកឲ្យទលាយឲ្យបានសេចក្តីសុខគឺអ្នកណានិយាយដើមក៏គេអញ្ញឹមយកអាណាគេទៅសើក៏នៅតែគេអញ្ញឹមយកហ្នឹងហើយអ្នកណាគេធ្វើអីបដិខៈថ្នាក់តូមមនុស្សមកតាមរយៈផ្លូវភ្នែកតិចរបស់ដាតកាយចិត្តហ្នឹងទោះបីឃើញលឺរឿងល្អក៏ដោយមិនល្អក៏ដោយអាចិត្តរបស់គេនៅតែអពេខាចិត្តស្មើឲ្យដល់ទៅពេលគេយកមកដាក់ក្នុងខ្លួនគេទទួលយកទាំងអស់ប៉ិនដល់ពេលអារឿងណាដែលមិនគប្បីដល់ចិត្តអារឿងណាដែលវាមិនចម្រើនដល់កុសលគេរុញវាចេញទាំងអស់ហ្នឹងដោយមានសតិនឹងជាទីតាំងនៅមាំហើយគេរើសយកតែរឿងល្អមកដាក់ក្នុងជីវិតរបស់គេទេសុខឯងញោមសុខឯងសុខកាលណាយើងចង់បានសេចក្តីសុខយើងបើកចិត្តយើងឲ្យទលាយអញ្ចឹងបានចាស់គាត់និយាយមិនខុសតែបើចង់បានសេចក្តីសុខកុំរហ័សខឹងក្រោធបើកទ្វារផ្ទះខ្វាមកគេឈរច្រត់ចកេះលាត់ចពុតជេរយើងមកផ្ទះក៏នៅតែអញ្ញឹមដែរអញ្ញឹមបានសេចក្តីសុខបើអាត្មាទេសអញ្ចឹងវាអាក្មេងមួយនៅពងចាំវាថាលោកនោះទេសយូរដូចចង់បែកតាអញថាអញគិតមើលដូចមិនសូវស្រួលហ្មងទេព្រោះអាត្មានិយាយគាថាព្រះមួយនោះព្រះអង្គសម្ដែងមកកន្លែងព្រះអង្គថាអកោចេមੰអវិធិមੰអជនិមੰអាហាសមេយេចតាំងឧបនិយន្តតិវេរង្គទេសង្ឃសមតិអកោចេមੰអវិធិមੰអជនិមੰអាហាសមេយេចតាំងឧបនិយន្តតិវេរង្គទេសុបសមតិស្រាប់បានទេព្រះអង្គថាបើគេជេរយើងកុំជេរគេហើយបើគេបន្ទុះសរាយយើងកុំបន្ទុះសរាយគេគេបៀតបៀនយើងកុំបៀតបៀនគេគេលួចយើងកុំលួចគេដល់អាត្មាថាអញ្ចឹងវាថាលោកទេយូរដូចចង់ឈួតវាមិនដែរណាសុកមកជេរឯងហើយអត់ឲ្យជេរគេវិញយ៉ាងម៉េចហើយបើគេវាយឯងមួយដៃហើយឲ្យគេវាយលេងអញ្ចឹងហ្នឹងហើយវាចង់និយាយថាវាអយុត្តិធម៌ហ្នឹងអញ្ចឹងមកចង់បញ្ជាក់ថាអីចុះឲ្យធ្វើមិនបើព្រះលោកសំដែងដល់អញ្ចឹងដូចថ្មនិយាយមែនយើងចង់បានសេចក្តីសុខទៅឲ្យយើងបើកទ្វារផ្ទះខ្វាមកគេឈរច្រត់កេះជេរមកផ្ទះហ្នឹងមកហើយយើងនេះអត់ដឹងរឿងសោះដល់អ្នកមានធម៌គេគិតថាម៉េចញោមដើម្បីឲ្យចិត្តគេសុខគេគិតថាម៉េចគេទទួលយកគេអញ្ញឹមគេថាគេនឹកក្នុងចិត្តអាតក៏មិនតដែរគេដើរចូលក្នុងផ្ទះគេវិញទៅបាត់ទ្វារទៅឬក៏មិនបាច់បាត់ទ្វារដើរទៅក្រោយផ្ទះងូតទឹកសិតសក់ឲ្យគេគិតថាបើអញជាពាក់នាងឯងពីមុនមករួចគ្នាទៅនាងណាហើយបើអញអត់ជាពាក់អីទេនាងសាបព្រោះអីយកខ្លួនឯងទៅអ្នកមានធម៌គេគិតចឹងញោមសុខឯងញោមសុខឯងសុខចប់ត្រឹម2ម៉ាត់ហ្នឹងបើវាជេរ2ម៉ាត់គឺចប់តែ2ម៉ាត់ហ្នឹងទេតែដល់មនុស្សអត់ធម៌បើកទ្វារក្រាក់គេឈរជេរឯងលាត់ពុតជេរគេដែរមកព្រឹកទល់ថ្ងៃល្ងាចញោមសាកមើលបើចប់ហើយអត់មានបានអីមកវិញសោះបានតែក្រៅកាហាយទាំងអស់គ្នាហ្នឹងអញ្ចឹងកុំឲ្យអត់បានអាហារផ្លូវចិត្តសោះមិញយើងចង់បានសេចក្តីសុខមួយម៉ាត់ចុះ3នាទីទៀតមិញចង់បានសេចក្តីសុខយើងធ្វើចិត្តយើងទៅធ្វើចិត្តយើងមិនមិញញោមឲ្យទលាយកុំបើកចិត្តយើងឲ្យទលាយណាបាត់ភ្នែកបើកភ្នែកញោមអាត្មាធ្លាប់ផ្ដាំថាបើមិនបានធ្វើបុណ្យកសាងកុដិសាលាព្រះវិហារចែកដីផ្លូវថ្នល់អីធំដុំទេបាត់ភ្នែកបើកភ្នែកកុំតែផ្ដល់អភិជាបាតៈដល់មនុស្សសត្វជុំវិញខ្លួនយើងបាននិយាយឲ្យងាយស្ដាប់បើមិនបានធ្វើបុណ្យកសាងអីធំដុំកុំតែផ្ដល់ក្តៅកាហាយឲ្យមនុស្សសត្វជុំវិញខ្លួនបានអាហ្នឹងបុណ្យកើតទេញោមហើយមិនបាច់ស្លៀកពាក់សកោសក់ដូចលោកយាយសក្កមាណាសិលបញ្ចអបោសថៈទះសក្កបានដែរមិនបាច់ចាំកោសក់ស្លៀកពាក់សនៅតែផ្ទះយើងត្រង់តែយើងបាត់ភ្នែកបើកភ្នែកមានមេត្តាចិត្តករុណាចិត្តសន្តោសៈដល់មនុស្សសត្វជុំវិញខ្លួនយើងនឹងគឺបុណ្យយកមិនអស់ញោមទៀវហ្នឹងហើយបុណ្យនៅទាំងខ្លួនយើងញោមទាំងអស់គ្នាពេលខ្លះអត់ដឹងថាបុណ្យអត់ចាំបាច់លះអីទាំងអស់គ្រាន់តែផ្ដល់ស្នាមញញឹមឲ្យគេក៏បានបុណ្យយកមិនអស់ដែរដូចអ្នកសុំទានមកដល់ក្បែរឡានយើងគ្រាន់តែបើកកញ្ចក់ឡានបើអត់ដាក់លុយឲ្យវាញឹមដាក់វាមកខ្វាច់ឲ្យពោលថាអូនណាអញថ្ងៃហ្នឹងដូចមានអ៊ំថ្ងៃហ្នឹងមានសិតតែกระដាស់$100អត់មានលុយរាយកូនចាំថ្ងៃក្រោយក៏ប៉ុណ្ណឹងបុណ្យយកមិនអស់បាទខ្លះលាក់បុណ្យមកដល់កញ្ចក់ឡានហើយយកបាបមកដាក់ខ្លួនវិញណាចុះឯងកូនចៅអាណាអញឃើញនៅសុំតាស្តុបហ្នឹងចុះបើគ្នានៅសុបហ្នឹងឲ្យវាទៅណាវាហ្នឹងហើយចឹងឲ្យតាស្នាមញញឹមដល់គេហ្នឹងក៏បានបុណ្យយកមិនអស់បើកភ្នែកឡើងជួបប្តីឲ្យញឹមដាក់ប្តីសេរីនៅតំណឹងទៀតសេរីសួស្ដីក៏នៅខ្លួនយើងអត់មាននៅលើអាចារ្យទេអាចារ្យឲ្យពរសុំឲ្យឡាញ់គ្នាហ្នឹងប៉ុនជួនកាលអាចារ្យប្តីពុននឹងឆ្លុះគ្នាបោកចានឆ្នាំងទៅញឹកចឹងមានន័យថាគឺនៅលើខ្លួនយើងដូចអាត្មានិយាយអាចារ្យពលាមួយនៅស្រុកអាត្មាដេញពលាឲ្យគេគ្រប់គ្នាមួយជីវិតគាត់ដេញតែពលាឲ្យគេដេញពលាការប៉ុន្តែពេលកូនគាត់4នាក់ប្រុស1ស្រី3ស្រី3ហ្នឹងម៉ាយទាំង3